ក្រមមន្ត្រីមានសមត្ថកិច្ចនិងប្រជាពលរដ្ឋសាច់ញាតិជនរងគ្រោះបានឲ្យដឹងនៅថ្ងៃទី24ខែធ្នូថាកងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចនិងគ្រួសារជនរងគ្រោះកំពុងតែបន្តសកម្មភាពនិងប្រើគ្រប់មធ្យោបាយដើម្បីស្រង់យកសាកសពកម្មករអណ្ដូងរ៉ែចំនួន8នាក់ដែលបាក់ដីសង្កត់ជាប់និងលិចទឹកនៅក្នុងអណ្ដូងរ៉ែមាសតាំងពីថ្ងៃទី23ខែធ្នូមកនោះលោកជួងសៀងហៈជាស្នងការនគរបាលខេត្តក្រចេះដែលបានដឹកនាំកម្លាំងសមត្ថកិច្ចចុះពិនិត្យផ្ទាល់ដល់ទីតាំងកើតហេតុបាក់រណ្ដៅដីរ៉ែមាសនាស្រុកសម្បូរខេត្តក្រចេះលោកបានអះអាងនៅថ្ងៃសៅរ៍ទី24ខែធ្នូថាកម្មករអណ្ដូងរ៉ែមាសចំនួន8នាក់របស់ក្រុមហ៊ុនរ៉ែមាសចិនដែលជាប់ក្នុងរណ្ដៅដីជម្រៅ300ម៉ែត្របានស្លាប់ហើយបើទោះមិនទាន់រកសាកសពឃើញក្តីលោកឲ្យដឹងថាដើមហេតុនាំឲ្យមានមនុស្សស្លាប់ដោយសារការដាក់រំសេបំផ្ទុះថ្មក្រោមដីខុសបច្ចេកទេសហើយប៉ះចំប្រភពទឹកនាំឲ្យទឹកច្រាលចេញតាមអណ្ដូងយ៉ាងគំហុកចង់និយាយថាគេបន្តចរន្តទៅ4-5រដៅអីចឹងណាចុចមួយទៅស្ទុះមួយដើម្បីឲ្យអាថ្មហ្នឹងវាខ្ទាំបន្តហេតុទៅដើម្បីគេការឲ្យយកថ្មហ្នឹងចេញណាប៉ុន្តែដល់វាដាក់ចំហ្នឹងទៅហ្នឹងគឺវាដូចជាបាក់ចំអាបង្ហើមទឹកចេញមកដូចយើងជីកដងចឹងប៉ូលីសឲ្យដឹងថាក្រុមហ៊ុនរ៉ែមាសដែលបានបណ្ដាលឲ្យមានមនុស្សស្លាប់មានឈ្មោះស៊ីងយួនកងជីមានទីតាំងនៅចំណុចអូត្រូនភូមិស្រែត្រែងឃុំក្បាលដំរីស្រុកសម្បូរខេត្តក្រចេះមន្ត្រីឲ្យដឹងថាក្រុមហ៊ុននេះត្រូវបានរដ្ឋាភិបាលផ្ដល់សិទ្ធិឲ្យវិនិយោគរុករករ៉ែមាសស្របច្បាប់ក្នុងតំបន់នេះកាលពីឆ្នាំ2010លោកស្រីគឹមសុផលជាម្ដាយជនរងគ្រោះចំនួន3នាក់ដែលបានស្លាប់ក្នុងរណ្ដៅរ៉ែមាសក្រុមហ៊ុនចិនលោកស្រីបានឲ្យដឹងថាមកដល់ពេលនេះក្រុមហ៊ុនចិនមិនទាន់ផ្ដល់សំណងជូនសពកូនប្រុសទាំង3នាក់របស់គាត់ទេនិងបានសំណូមពរឲ្យមន្ត្រីពាក់ព័ន្ធជួយអន្តរាគមន៍មិញបានចិនទៅប្រជុំថាបើយកសាកសពបានជូនផ្ដល់ផ្ទះដល់សបាយដោយសមត្ថភាពប៉ុន្តែអត់មានផ្ដល់ឲ្យទេទាក់ទងបញ្ហានេះលោកស្រីធីមណារិនជាមន្ត្រីសម្របសម្រួលសមាគមអាត60ប្រចាំខេត្តក្រចេះលោកស្រីឲ្យដឹងថាសមាគមនេះនឹងជួយអន្តរាគមន៍តាមផ្លូវច្បាប់បើក្រុមហ៊ុនកិច្ចមិនទទួលខុសត្រូវហើយមានបណ្ដឹងពីគ្រួសារជនរងគ្រោះនោះគាត់តែគាត់ដាក់ពាក្យបណ្ដឹងមកអញ្ចឹងណាគាត់ដាក់ពាក្យបណ្ដឹងដើម្បីឲ្យខាងក្រុមហ៊ុនទទួលខុសត្រូវទៅលើសំណងរបស់គាត់ហើយយើងមិនដឹងថាគាត់នឹងបានធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនអ្វីខ្លះក្នុងកិច្ចសន្យាការងារតើមានការទទួលខុសត្រូវនៅពេលដែលគាត់មានគ្រោះថ្នាក់ដល់ជីវិតអីការទទួលខុសត្រូវដល់សង្គមគ្រួសារអីយ៉ាងម៉េចវិទ្យុអាស៊ីសេរីមិនអាចតាក់ទងតំណាងក្រុមហ៊ុនវិនិយោគរ៉ែមាសប្រទេសចិនដើម្បីបំភ្លឺជុំវិញការស្លាប់កម្មករទាំង8នាក់ទេនៅរសៀលថ្ងៃទី24ខែធ្នូប៉ុន្តែលោកជួងសៀងហៈស្នងការនគរបាលខេត្តក្រចេះបានអះអាងថាសមត្ថកិច្ចគ្រប់ផ្នែកកំពុងផ្ដោតយកចិត្តទុកដាក់លើការស្លាប់របស់កម្មករអណ្ដូងរ៉ែទាំង8នាក់មិនធ្វេសប្រហែសទេមន្ត្រីប៉ូលីសខេត្តក្រចេះបានឲ្យដឹងថាជនរងគ្រោះទាំង8នាក់ដែលកំពុងបាត់ខ្លួនក្នុងរណ្ដៅជម្រៅ300ម៉ែត្រកាលពីថ្ងៃទី23ខែធ្នូរួមមានឈ្មោះឡៃផាណាអាយុ35ឆ្នាំឡៃផានីអាយុ32ឆ្នាំឡៃអាស័យអាយុ19ឆ្នាំជនរងគ្រោះទាំង3ត្រូវជាបងប្អូនបង្កើតនឹងគ្នារស់នៅស្រុកព្រែកប្រសពខេត្តក្រចេះជនរងគ្រោះឈ្មោះចិតអាយុ38ឆ្នាំរស់នៅស្រុកបារាយខេត្តកំពង់ធំជនរងគ្រោះឈ្មោះប៉ាវអឿងអាយុ20ឆ្នាំឈ្មោះប៉ាវអឿនអាយុ23ឆ្នាំត្រូវជាបងប្អូនបង្កើតនឹងគ្នារស់នៅស្រុកកោះធំខេត្តកណ្ដាលជនរងគ្រោះឈ្មោះទូចរនអាយុ35ឆ្នាំឈ្មោះម៉ៅម៉ាត់អាយុ22ឆ្នាំរស់នៅស្រុកមេសាងខេត្តព្រៃវែងចំណែកបរិសុទ្ធឈ្មោះជឿនជាអាយុ20ឆ្នាំរស់នៅស្រុកមេសាងខេត្តព្រៃវែងបានរត់រួចចេញពីរណ្ដៅរ៉ែមាសប៉ុន្តែរងរបួសធ្ងន់ដែលនាយកវិទ្យា